សម្រាប់ជាងកញ្ចក់ខ្មែរយើងនៅសហរដ្ឋអាមេរិកនៅខែក្តៅខែរវល់នេះខ្ញុំសូមផ្ដល់យោបល់ជូនបងប្អូនថាយ៉ាងហោចណាស់ឲ្យមានកត្រៃចំនួន10សម្រាប់ទាំងអស់គ្នាដោយសារតែយើងកុំព្យាយាមប្រើកត្រៃដដែលពីភ្ញៀវមួយទៅភ្ញៀវមួយអីដោយសារតែនៅពេលដែលយើងជ្រុលដៃកាត់កែឈាមទៅធ្វើឲ្យយើងដេកមិនស្រួលទេអញ្ចឹងណាដេកមិនលក់ទេដោយសារតែយើងដឹងថាកត្រៃយើងមិនបានលាងស្អាតទៅតាមចរាចរណ៍ណែនាំរបស់ state board ទេអញ្ចឹងកាលណាយើងគ្រាន់តែកលែងទឹកឬមួយក៏គ្រាន់តែលាងសាប៊ូហ្នឹងក៏មិនអាចសម្រាប់មេរោគអស់ដែរអញ្ចឹងកាលណាយើងជ្រុលទៅកាត់ជើងឬក៏កាត់ដៃភ្ញៀវឈាមទៅវាអាចនឹងឆ្លងរោគហើយអាចឡើងខ្ទុះអាចឆ្លងរោគអញ្ចឹងទៅគេប្តឹងយើងអញ្ចឹងណាអញ្ចឹងធ្វើឲ្យបើមិនអញ្ចឹងគេបោះចូលក្នុង Google review អីចឹងទៅចាដើម្បីបង្ការនៅបញ្ហានេះទាំងអស់គ្នាបងប្អូនគួរតែមាន10សម្រាប់ទៅហើយយើងប្រើហើយយើងទុកចោលយើងយកឈុតថ្មីយកទៅប្រើនៅភ្ញៀវថ្មីទៅបងប្អូនហើយដល់ល្ងាចឡើងគឺយើងដោះសាប៊ូហើយដាក់ចូលទៅក្នុងទឹកសម្រាប់មេរោគ Barbicide ហ្នឹងហើយជាមួយដាក់ចូលក្នុងម៉ាស៊ីន sterile ទាំងអស់គ្នាហើយយើងមិនមានចំណាយពេលអីច្រើនទេយ៉ាងច្រើន20នាទីអីហ្នឹងទេគឺដើម្បីលាងសម្អាតកត្រៃហើយសម្រាប់មេរោគកត្រៃរបស់យើងអញ្ចឹងអនាម័យទាំងអស់គ្នាបងប្អូនកុំឲ្យគេភ្ញៀវគេប្តឹងហើយនិយាយកាត់គេឈាមឆ្លងរោគឆ្លងអីអនាម័យទាំងខ្លួនយើងផងដែរអញ្ចឹងសុវត្ថិភាពទាំងអស់គ្នាបងប្អូន